សួស្តីអ្នកថ្ងៃនេះខ្ញុំមាន Galaxy S25X ហើយសម្រាប់ S25X នេះគឺជាទូរស័ព្ទមុនគេរបស់ Samsung ក៏ដូចជាទូរស័ព្ទដំបូងគេរបស់ smartphone ដែលស្ដើងបំផុតដែលយើងមើលឃើញព័ត៌មានដែលវាបែកធ្លាយពីមុនមកតែឥឡូវមកដល់ដៃហាក់លីហើយសម្រាប់ S25X នេះគឺស្ពេចរបស់វា 12512G ជាប្រភេទម៉ាស៊ីន version global ដែលអាចប្រភេទបាន C2 ហើយអ្វីដែលវាពិសេសរបស់វាគឺស្ដើងគឺភាពស្ដើងរបស់វានឹងឯងហើយលក្ខខណ្ឌពិសេសមួយទៀតគឺប្រើ chip Snapdragon 8 Elite ដូចទៅនឹងអាធំរបស់វាដែរប៉ុន្តែវាមានអេក្រង់ត្រឹមតែ 6.7 inch ថ្ម 3900 ជាងទេអញ្ចឹងអ្វីដែលអ្នកគ្នាភ័យនឹងព្រួយបារម្ភគឺថ្មហ្នឹងឯងអញ្ចឹងខាងយើងនឹងតេស្តជាក់ស្ដែងថាតើថ្ម 3900 ជាងហ្នឹងវាកាន់ឬក៏វាអាចទ្រទ្រង់ជាមួយនឹង chip Snapdragon 8 Elite បានដល់កម្រិតណាជាមួយនឹងអេក្រង់ refresh rate ផ្សេងៗគឺសុទ្ធសឹងតែជាប្រភេទmaterial ដែលបំពាក់មកគឺទាមទារថ្មខ្ពស់មែនតើអញ្ចឹងអ្វីដែលខ្ញុំដាក់បង្ហាញឲ្យអ្នកគ្នាមើលនេះគឺខ្ញុំបង្ហាញជាមួយនឹង S25 Ultra ហើយថាតើតួខ្លួនក៏ដូចជា body របស់វា lens កាមេរ៉ារបស់វាលក្ខខណ្ឌនៃការខុសស្ដើងប៉ុណ្ណាអ្នកគ្នាអាចមើលនៅលើវីដេអូនេះបានខ្ញុំដាក់ឲ្យអ្នកគ្នាមើលថាតើវាស្ដើងខ្លាំងអត់វាស្ដើងដូចអ្វីដែលគេបង្ហាញអត់បើតាមខ្ញុំចាប់កាន់ជាក់ស្ដែងគឺវាស្ដើងខ្លាំងដល់ថ្នាក់គ្មានលទ្ធភាពក្នុងការដាក់ថ្មធំបាននៅលើ smartphone S25X ហ្នឹងឯងអញ្ចឹងចំណុចនេះគឺខ្ញុំអត់ខាង Samsung ទេដោយសារទូទៅទូរស័ព្ទស្ដើងបែបនេះគឺពិបាកក្នុងការពិចារណាលើការបំពាក់ថ្មធំណាស់លើកលែងតែមួយទេគឺ Samsung ត្រូវទិញថ្ម silicon carbon ពីក្រុមហ៊ុនចិនដើម្បីមកបំពាក់នៅលើ smartphone របស់ខ្លួនបើសិនជាអត់អញ្ចឹងទេគឺมันអាចធ្វើឲ្យ body ទូខ្លួនរបស់វាស្ដើងហើយអាចបំពាក់ថ្មធំបានទេអញ្ចឹងអ្នកគ្នាអាចមើលវីដេអូបានថាតើវាស្ដើងកម្រិតណាវាស្ដើងជាងអាបងធំវាប៉ុណ្ណាហើយអេក្រង់ធំតូចប៉ុណ្ណាអ្នកគ្នាអាចមើលនៅលើវីដេអូនេះបានអរគុណចាស់អ្នកគ្នាដែលចង់រកទិញបានគឺនៅ Harley Black Store តម្លៃគឺ$1049ជាមួយនឹង spec 512G SIM2 បាយសួស្តីអ្នកនេះមាន Samsung Galaxy S22 ជាមួយនឹង Samsung Galaxy S23 Ultra សម្រាប់ម៉ាស៊ីនទាំងអស់នេះសុទ្ធសឹងជាប្រភេទម៉ាស៊ីន global ហើយអ្នកគ្នាដឹងហើយថាម៉ាស៊ីន global គឺជាប្រភេទម៉ាស៊ីនដែលសេវាខ្លាំងហើយមកគឺសុទ្ធសឹងជាប្រភេទម៉ាស៊ីនស្អាតទាំងហ្មងទូទៅជាប្រភេទទូរស័ព្ទដែលយើងនាំចូលពីក្រៅមកតែវាអត់សូវបានសម្បូរបានទេសម្រាប់ global ដល់ទៅហើយនេះគឺបានតិចមកទេហើយម៉ាស៊ីនខ្លះមិនទាន់បកស៊ីលក៏មានដែរសម្រាប់ global គឺមកគឺស្អាតខ្ចីបែបហ្នឹងហើយពិសេសជាងគេគឺសម្រាប់ S23 Ultra ម៉ាស៊ីន global គឺយើងទទួលបាន RAM 12អត់ដូចម៉ាស៊ីនUSA ក៏ដូចជាម៉ាស៊ីនក្រុមហ៊ុនទេអញ្ចឹងចំណុចនេះវាពិសេសជាងបន្តិចហើយសម្រាប់តើទៅមួយ Core Record គឺយើងគ្រាន់តែអាប់ដេតវាទៅ version ទៅ UI 7ទៅយើងនឹងទទួលបាន Core Record មកតែម្ដងអញ្ចឹងអ្នកគ្នាមិនបាច់បារម្ភទេហើយទៅលើអេក្រង់អ្នកគ្នាអាចមើលបានខ្ចីមែនតើហ្មងគឺអត់មានសរសៃសក់ទេអញ្ចឹងសម្រាប់អ្នកដែលទិញ global គឺគាត់ទិញនៅក្នុងម៉ាស៊ីនស្អាតមានន័យថាម៉ាស៊ីនគឺស្អាតដាច់ចឹងមកអញ្ចឹងអ្នកគ្នាមិនបាច់បារម្ភទេដូចម្ដងនេះជាងបកស៊ីលមិញនេះអ្នកគ្នាអាចមើលបានជ័យមកអ្នកគ្នាអញ្ចឹងសម្រាប់តម្លៃគឺនៅដដែលមិនឡើងថ្លៃមិនចយទេសម្រាប់ M23 Ultra គឺតម្លៃរបស់វា$549សម្រាប់ RAM 12 256 $579សម្រាប់ RAM 12 512G ហើយសម្រាប់ S22 Ultra ក៏យើងមាន3ពណ៌ដែរយើងមានសមាន brown ជាមួយនឹងខ្មៅអញ្ចឹង4ពណ៌nàyមួយទៀតនេះជាពណ៌ blue អញ្ចឹងខ្ញុំបង្ហាញពណ៌សអ្នកគ្នាតិចចុះសម្រាប់ S22 Ultra ក៏មកដូចគ្នាហ្នឹងនេះសិននេះទៅបកថងមិញនេះខ្ចីចឹងមកនេះអញ្ចឹងសម្រាប់អ្នកដែលរកម៉ាស៊ីនស្អាតហើយម៉ាស៊ីន global អ្នកគ្នាអាចមកមើលបាននៅ Harley តម្លៃខ្ញុំធានាជូនសម្រាប់ M22 Ultra នេះគឺតម្លៃវាតែ$445ទេ$445សម្រាប់ RAM 12 256 $475សម្រាប់ RAM 12 512G អញ្ចឹងសម្រាប់អ្នកដែលត្រូវការម៉ាស៊ីន SIM 2ចំមិន SIM eSIM ហើយ SIM 2ណាអត់ទេអានេះគឺ SIM 2ហ្មង SIM 2មានន័យថាយើងអាចប្រើ slot 2ក្នុងពេលតែមួយអញ្ចឹងយើងអត់ពិបាកទៅដាក់
eSIM នៅក្រុមហ៊ុនឬក៏យើងអាចស្នើសុំដាក់ស្នើសុំតាម app ទេអត់ទេគឺ SIM 2គឺមានន័យថាវាអត់ត្រូវការ add eSIM ចូលទេអញ្ចឹងវាគឺមានភាពងាយស្រួលជាងការប្រើប្រាស់ eSIM អញ្ចឹងតម្លៃថ្លៃថ្នូរអីគឺវាសិតគឺវាអាចលើសតាមនឹងទូទៅសម្រាប់ទាំងអស់នេះគឺយើងមាន free ជូនឆ្នាំងសាក45សម្រាប់ឆ្នាំងសាក25 W screen និងស្រោមការពារមួយទៀតអ្នកគ្នាហើយសម្រាប់អ្នកដែលត្រូវការសម្រាប់អ្នកតាមបណ្ដាខេត្តអីយើងដឹកជូនផ្ញើអី free ទេអ្នកគ្នាគឺយើងអត់គិតថ្លៃសេវាទេអញ្ចឹងសម្រាប់អ្នកដែលត្រូវការទិញអ្នកគ្នាអាចមកមើលបានសម្រាប់ជា fan Samsung អីអូខេអ្នកគ្នាអាចមកមើលបានសម្រាប់ទីតាំងហាក់លីវិញគឺនៅក្រោយ ABA បូរីកាឡាឬគេហៅថា ABA បាក់ទុងហូសាឡាបាក់ទុកតិចមកអ្នកឃើញ ABA មួយខ្ញុំនៅខាងក្រោយ ABA នៅតែម្ដងអរគុណច្រើនបាយបាយ